Không mình cái chuyện riêng mà ôn pha là ôn cùng ca như đây nè đưa hàng lô không mà là nè ông mình មានបងបារម្ភច្រើនមែនតើថាខ្លាចយកទុរេនពីប្រទេសជិតខាងយកមកលក់ជាពិសេសខាងកើតហើយរួមទាំងខាងលិចទៀតប៉ុន្តែបងដែលទិញពីពេកខ្ញុំទៅគឺខ្ញុំនៅតែអះអាងនឹងធានាដដែលថាជារបស់ខ្មែរ 100% ទុរេននេះគឺនៅខាងស្រុកមេមត់មានបងខ្លះទៀតគាត់អត់ដឹងថាស្រុកមេមត់គឺនៅក្នុងខេត្តត្បូងឃ្មុំតតែសោះហ្មងអញ្ចឹងខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះថាស្រុកមេមត់គឺស្ថិតនៅក្នុងខេត្តត្បូងឃ្មុំដែលពីមុនគឺជាខេត្តកំពង់ចាមប៉ុន្តែឥឡូវគឺនៅក្នុងខេត្តត្បូងឃ្មុំណាបងហើយទុរេនគឺទៅកាត់ទុរេនខ្មែរដែលដាំដុះនៅក្នុងស្រុកមេមត់ 100% អត់មានដឹកចេញដឹកចូលអីទេគឺខ្ញុំអ្នកលក់អ្នកទៅយកផ្ទាល់ដល់ចំការតែម្ដងអញ្ចឹងខ្ញុំធានាជូនថារបស់ខ្មែរសុទ្ធ 100% ហើយម្ចាស់ចការនេះវិញគឺជាមិត្តភក្តិខ្ញុំផ្ទាល់តែម្ដងអញ្ចឹងបើអត់ស្គាល់ប្រភពគឺអត់យកទេហើយខ្ញុំក៏អត់បានទៅយកទុរេននៅលើទីផ្សារដែលគេដាក់លក់យកមកលក់បន្តដែរគឺខ្ញុំទៅយកពីចំការផ្ទាល់យកមកលក់ជូនបងដូច្នេះហើយទើបខ្ញុំលក់បានក្នុងតម្លៃមួយដែលសមរម្យបងអាចទិញយកទៅញ៉ាំបានអញ្ចឹងសម្រាប់បងដែលចង់បានទុរេនខ្មែរយកទៅញ៉ាំទុរេនសាច់ខ្ទិះទឹកដោះគោរបស់ខ្មែរយើងបងអាចកំងទិញពីពេកខ្ញុំបានតម្លៃសមរម្យរសជាតិល្អសម្បកស្ដើងសាច់ក្រាស់គ្រាប់តូច